ឆ្នាំងបាយលោកសង្ឃគឺនៅនឹងប្រជាជនបើប្រជាជនវេទនាអត់បាយប្រជាជនគ្មានសិទ្ធិសេរីភាពបើប្រជាជននៅក្នុងឋានៈជាខ្ញុំកញ្ចេះគេលោកសង្ឃក៏ទទួលអំណោយផលអាក្រក់ផងដែរដូច្នេះលោកសង្ឃដែលមានភារៈប្រសត្វលោកគឺត្រូវស្ដីប្រដៅឲ្យមនុស្សមានស៊ីមានស្លៀកមានសេរីភាពក្នុងប្រទេសឯករាជ្យនិងសន្តិភាពដ៏បរិបូរណ៍ទឹកភ្នែកប្រជារាស្ត្រគឺជាទឹកភ្នែកព្រះសង្ឃទាំងអស់នេះគឺជាពាក្យពេចន៍ដ៏មានតម្លៃបំផុតរបស់វីរជនមួយរូបដែលរស់រាននៅក្នុងសម័យអាណានិគមនិយមបារាំងយើងបានដឹងហើយថាប្រទេសកម្ពុជាយើងគឺបានស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំងជិត100ឆ្នាំដែលរយៈពេលនេះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈបានរស់នៅនិងបានប្រឈមមុខនៅបញ្ហាជាច្រើនដែលមានលំបាកវេទនានិងប្រជាជនមួយចំនួនទៀតមិនមានពេលគ្រប់គ្រាន់ដើម្បីទៅបានរៀនសូត្រក៏ដូចជាស្វែងយល់អំពីប្រទេសជាតិហើយដូច្នេះនៅក្នុងពេលវេលាដ៏លំបាកបែបនេះក៏នៅមានវីរជនជាច្រើនដែលបានងើបឡើងដើម្បីតតាំងនិងតស៊ូដើម្បីទាមទារយកសិទ្ធិសេរីភាពរបស់ប្រទេសជាតិត្រឡប់មកវិញក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅស្គាល់នៅវីរជនដែលជាម្ចាស់នៃសំណេរខាងលើអំបញ្ញមិញនេះដើម្បីសិក្សាស្វែងយល់ថាវីរជននេះបានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិនិងបានជួយប្រជាជននៅក្នុងប្រទេសជាតិនិងមាតុភូមិនេះបានដោយរបៀបណាជីវប្រវត្តិនៃលោកគ្រូព្រះបលាត់អាចារ្យហែមជីវមុននឹងយើងសិក្សាអំពីគោលគំនិតនៃវីរបុរសនីមួយៗជាបឋមយើងត្រូវសិក្សាអំពីជីវប្រវត្តិសង្ខេបរបស់លោកគ្រូអាចារ្យហែមជីវជាមុនសិននៅក្នុងពេលនេះយើងបានដឹងហើយថាលោកគ្រូអាចារ្យហែមជីវគឺជាមហាថេរមួយអង្គដែលក្រឡេកឃើញអំពីប្រជារាស្ត្រពីសុខទុក្ខរបស់ប្រជារាស្ត្រក្នុងឋានៈជាមនុស្សនៅក្នុងសម័យអាណានិគមនិយមបារាំងហើយនៅក្នុងសម័យនោះគេបានលើកលោកគឺជាវីរបុរសមួយអង្គដែលឆ្នើមនៅក្នុងផ្លូវនយោបាយរហូតមកដល់សពថ្ងៃនេះយោងតាមឯកសាររបស់លោកគង់សំភារដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី10ខែមេសាឆ្នាំ1971លោកគ្រូអាចារ្យហែមជីវប្រសូតនៅថ្ងៃអង្គារឆ្នាំចពុទ្ធសករាជ2440នៅគ្រិស្តសករាជ1898ស្ថិតនៅក្នុងភូមិអូកូនទិញកោះដាញ់សង្កាត់ដំបូកមានលក្ខស្រុកឧដុង្គខេត្តកំពង់ស្ពឺគឺនៅខាងជើងជិតស្ពានស្ថានីយ៍រថភ្លើងបាត់ដឹងប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់លោកកុយឡូតដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី13ខែឧសភាឆ្នាំ1972ព្រះគ្រូអាចារ្យហែមជីវបានប្រសូតនៅថ្ងៃអង្គារខែមិញឆ្នាំចពុទ្ធសករាជ2441នៃគ្រិស្តសករាជ1898ស្ថិតនៅក្នុងឃុំទំនប់ធំស្រុកពញាលឺខេត្តកណ្ដាលទៅវិញឪពុករបស់ព្រះគ្រូអាចារ្យហែមជីវមានឈ្មោះថាហែមគាត់ធ្វើជាមេស្រុកដំបូកមានលក្ខហើយម្ដាយរបស់លោកឈ្មោះទាវគឺជាកសិករធ្វើស្រែចម្ការគ្រួសាររបស់លោកគឺមានបងប្អូនចំនួន5នាក់ទី1ឈ្មោះហែមលីទី2ឈ្មោះហែមជីវទី3គឺហែមហួតទី4នាងហែមសុចនិងទី5ឈ្មោះហែមសាយកាលនៅពីកុមារអាចារ្យហែមជីវក៏ជាកុមារមួយរូបដែលដូចជាក្មេងដទៃដែរនៅក្នុងភូមិគឺគាត់តែងតែទៅឃ្វាគោឃ្វាក្របីរកអស់និងធ្វើស្រែចម្ការជាមួយពុកម្ដាយរហូតទាល់តែលោកគម្រប់អាយុ12ឆ្នាំទើបមេស្រុកហែមបានបញ្ជូនលោកអាចារ្យហែមជីវទៅនៅជាមួយនឹងព្រះសង្ឃមួយរូបដែលមានព្រះនាមថាព្រះសង្ឃសទ្ធាជួនណាតនៅវត្តអូណាឡោមនៃរាជធានីភ្នំពេញដោយហេតុថាលោកមេស្រុកគឺជាមិត្តម្នាក់របស់ព្រះគ្រូសទ្ធាជាមិត្តដែលជិតស្និទ្ធតាំងពីយូរលង់ណាស់មកហើយកុមារហែមជីវគឺជាក្មេងដែលមានសីលធម៌ល្អប្លែកខុសពីក្មេងដទៃហើយមានពាក្យពេចន៍និងថ្វីមាត់យ៉ាងច្បាស់លាស់មានសណ្ដាប់ធ្នាប់គួរឲ្យពេញចិត្តកុមារនេះតែងតែព្យាយាមរៀនសូត្រយ៉ាងខ្ជាប់ខ្ជួននិងរៀនអក្សរសាស្ត្រជាមួយសំណាក់ព្រះសង្ឃគ្រីស្ទជួនណាតតាំងពីដំបូងមកម្លេះហើយកុមារនេះគឺរៀនឆាប់ចេះខ្លាំងណាស់កុមារហែមជីវបានទៅសិក្សាអប់រំពីសំណាក់ព្រះសង្ឃសទ្ធាជួនណាតកុមារនេះគឺខ្ជាប់ខ្ជួនល្អណាស់
បានរៀនសូត្រអក្សរសាស្ត្រនៅក្នុងសំណាក់តាំងពីដំបូងរហូតទាល់តែចេះសរសេរនិងចេះអានដោយបរិបូរណ៍កុមារហែមជីវតែងតែស្ពាយយាមតាមព្រះគ្រូសង្ឃសទ្ធាជួនណាតដែលព្រះអង្គតែងតែនិមន្តទៅទេសនានៅឯស្រុកខេត្តដទៃជាញឹកញយកុមារហែមជីវបានស្ដាប់នៅព្រះធម៌ទេសនារបស់ព្រះសង្ឃសទ្ធាអស់ជាច្រើនឆ្នាំទើបជាហេតុនាំឲ្យកុមារនេះមានសេចក្តីឆ្លៀសវៃនិងយល់ហេតុផលផ្លូវលោកនិងផ្លូវធម៌បានយ៉ាងច្រើនជាកុមារដែលមានសម្ដីវោហាហើយនឹងមានប្រាជ្ញាពូកែជាងកុមារដទៃទៀតទាំងអស់លុះចម្រើនវ័យចូល16ឆ្នាំលោកមេស្រុកហែមនិងភរិយាបានជំនុំគ្នានិងបានបំពោះកូនជាសាមណេរហើយបានមកមតិគ្នាថានឹងបំពោះនៅឯវត្តអូណាឡោមតែម្ដងលុះបួសរួចសាមណេរជីវតែងតែទន្ទិញមេសូត្រវេយ្យាករណ៍បានយ៉ាងស្ទាត់ជំនាញលុះគម្រប់អាយុ20ឆ្នាំសាមណេរហែមជីវក៏បានឧបសម្បទាជាភិក្ខុនៅក្នុងវត្តលង្កាលោកបំពេញជាភិក្ខុរួចហើយលោកក៏បានប្រឡងចូលរៀននៅសាលាបាលីជាន់ខ្ពស់ជាប់ដោយក្តីប្រាថ្នាការសិក្សាចំនួន7ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ធ្វើឲ្យលោកចេះដឹងផ្លូវលោកផ្លូវធម៌ល្មមនឹងអាចប្រើការបានដោយបរិបូរណ៍ក្នុងផ្លូវព្រះពុទ្ធសាសនាលោកជាសិស្សសំណប់មួយរូបនៃព្រះសង្ឃសទ្ធាជួនណាតដែលលោកស្រឡាញ់ជាងគេដោយភិក្ខុជីវគឺជាពុព្វជិតឆ្លៀសវៃរហ័សរហួនចេះគួរសមនិងចេះគោរពមនុស្សតាមឋានានុក្រមដូចគ្នាផងដែរលោកគម្រប់ឆ្នាំទី7លោកបានប្រឡងយកសញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់ថ្នាក់លេខ6នៅពេលដែលប្រឡងចេញពីសាលាបាលីហើយនៅឆ្នាំ1927កាលនោះលោករេស្យូមជនជាតិបារាំងធ្វើជារេស៊ីដង់នៃខេត្តកំពតបានពឹងឲ្យលោកមេគុណនៅវត្តអង្គសុភីហៅវត្តកថោនៃស្រុកកំពង់តាឡាចឲ្យជួយរកលោកសង្ឃអង្គណាម្នាក់ដែលមានសញ្ញាបត្របាលីជាន់ខ្ពស់កាលនោះលោកគ្រូមេគុណនៃវត្តកថោក៏បាននិមន្តមកវត្តអូណាឡោមនៅទីក្រុងភ្នំពេញក៏បានពឹងពាក់ទៅដល់ព្រះគ្រូសទ្ធាជួនណាតសូមនិមន្តលោកមួយអង្គដែលមានសញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ដើម្បីទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅឯខេត្តកំពតដែលជាហេតុដែលរេស៊ីដង់រេស្យូមខេត្តកំពតដើម្បីបង្កើតជាការសិក្សាអក្សរសាស្ត្រខ្មែរឲ្យមានរបៀបរៀបរយនិងត្រឹមត្រូវកាលនោះព្រះគ្រូសទ្ធាបានចាត់លោកអាចារ្យហែមជីវឲ្យទៅបង្រៀនអក្សរសាស្ត្រជាតិនៅឯខេត្តកំពតនិងយកវត្តក្រាំងដូងស្រុកបន្ទាយមាសនិងវត្តកន្ធោស្រុកកំពង់តាឡាចជាមជ្ឈមណ្ឌលគ្រូអាចារ្យហែមជីវបានទៅបង្រៀនអក្សរសាស្ត្រជាតិនៅខេត្តកំពតអស់រយៈពេល6ឆ្នាំគឺតាំងពីឆ្នាំ1927ដល់ឆ្នាំ1932ទើបត្រឡប់មកទីក្រុងភ្នំពេញវិញនិងបានប្រឡងជាប់ជាសាស្ត្រាចារ្យនៃសាលាភាសាបាលីជាន់ខ្ពស់នៅឆ្នាំនោះឯងក្រៅពីបង្រៀនសិស្សលោកអាចារ្យហែមជីវតែងតែនិមន្តទៅទេសនាជាញឹកញយទេសនាកន្លែងណាដែលជាមានពុទ្ធបរិស័ទច្រើនដើម្បីលោកបានអធិប្បាយនិងពន្យល់លើកឧទាហរណ៍ដើម្បីឲ្យពុទ្ធបរិស័ទងាយយល់និងបានស្ដាប់គ្រប់គ្នាលុះចប់កិច្ចសិក្សាហើយលោកបានធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅឯវត្តក្រាំងដូងដោយបង្រៀនព្រះសង្ឃសម្រាប់ធ្វើគ្រូតទៅនឹងប្រកបដោយជោគជ័យនិងជាទីបំផុតលោកគ្រូអាចារ្យហែមជីវលោកតែងតែចេញទៅទេសនាដើម្បីចែកចេញជាធម្មទានទៅដល់ពុទ្ធបរិស័ទដើម្បីបានស្ដាប់និងស្វែងយល់អំពីធម៌សម័យថ្មីដែលគេមិនដែលត្រូវបានស្ដាប់យល់នៅក្នុងសម័យនោះដោយសារតែចាស់ក៏ដូចជាពុទ្ធបរិស័ទផ្សេងនិយមភាគច្រើនគឺតែងតែស្ដាប់ធម៌ទេសនាដែលសម្ដែងចេញតាមក្បួនសាសនាស្លឹករឹតតែប៉ុណ្ណោះមិនយូរប៉ុន្មានក្រោយពេលដែលអាចារ្យហែមជីវតែងតែនិមន្តទេសនាមិនយូរប៉ុន្មានពុទ្ធបរិស័ទផ្សេងដែលបានស្ដាប់នៅធម៌ទេសនារបស់អាចារ្យហែមជីវក៏មានការពេញនិយមជាខ្លាំងដោយសារតែព្រះអង្គតែងតែមានភាពកំប្លុកកំប្លែងក៏ដូចជាសម្លេងពីរោះដើម្បីឲ្យប្រជាជនងាយស្រួលស្ដាប់និងស្វែងយល់ក្រោយពេលបញ្ចប់ភារកិច្ចនៅទីនោះព្រះអង្គក៏បានត្រឡប់មកទីក្រុងភ្នំពេញវិញលោកក៏ទទួលបានឋានៈជាអាចារ្យសាលាភាសាបាលីជាន់ខ្ពស់តែម្ដងក្រៅពីការសិក្សាបង្រៀនសិស្សទេសនាក៏ដូចជាការពន្យល់ដល់ប្រជាជនខ្មែរដែលងឹតល្ងង់
លោកគ្រូអាចារ្យហែមជីវក៏បានឆ្លៀតពេលវេលាដើម្បីប្រស្រ័យតាក់ទងជាមួយនឹងវីរៈជនធំមួយចំនួនអ្នកដែលមានសេចក្តីស្នេហាជាតិមាតុភូមិដូចជាលោកប៉ាឈឿនលោកសឹងថាញ់លោកជុំមួននួនដួងនិងសឹមវ៉ាជាដើមដើម្បីរកមធ្យោបាយផ្សេងរំដោះប្រទេសជាតិចេញពីនឹមអាណានិគមនិយមបារាំងនៅសម័យនោះលោកប៉ាឈឿនមាននាមខ្ទរខ្ទាល្បីសុសសាយខ្លាំងណាស់ព្រោះលោកជាចាំងវាងកាសែតនគរវត្តដែលមានអ្នកអានកាសែតរបស់លោកជាច្រើនអ្នកគឺសុទ្ធតែជាអ្នកដែលស្រឡាញ់ជាតិហើយប្រជារាស្ត្រទាំងប្រសងបានគ្រប់គ្រងនៅសារព័ត៌មាននេះយ៉ាងពេញទំហឹងតែម្ដងនៅឆ្នាំ1940កងទ័ពជប៉ុនក៏បានចូលមកដល់ប្រទេសកម្ពុជាហើយបានវាយកម្ចាត់នូវសត្រូវដូចជាបារាំងអាមេរិកអង់គ្លេសនៅក្នុងឥណ្ឌូចិនទាំងមូលនៅពេលនោះកងទ័ពបារាំងមានកម្លាំងខ្សោយណាស់ធ្វើឲ្យมันអាចទប់ទល់ជាមួយនឹងកងទ័ពជប៉ុនបានខ្មែរយើងឃើញដូច្នេះក៏បានចូលទៅតាក់ទងជាមួយនឹងជប៉ុនដើម្បីឲ្យគេមកជួយដោះស្រាយនៅប្រទេសកម្ពុជាហើយនៅពេលនោះផងដែរជប៉ុនក៏បានយល់ព្រមតាមសំណើរបស់លោកសឹងថាញ់ដែលជាតំណាងដល់ក្រុមបដិវត្តន៍ទាំងអស់ចូលមកដល់ឆ្នាំ1942ជាឆ្នាំដែលប្រទេសយើងត្រូវបានបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើនអ្នកព្រឹត្តិការណ៍សកលលោកបានមានភាពតឹងតែងជាលំដាប់នៅពេលនោះសង្គ្រាមលោកលើកទី2ក៏បានផ្ទុះឡើងស្ថានភាពនៅក្នុងប្រទេសខ្មែរគឺមានភាពតានតឹងស្ទើរតែកែលែងរួចទៅហើយពីព្រោះប្រជាជនខ្មែរយើងហាក់បីដូចជាលងលក់ដោយមិនបានដឹងខ្លួនថាប្រទេសជនជាតិខ្មែរដែលបារាំងចាប់ខ្លួនបានគ្មានវីរៈជនណាម្នាក់ដែលអាចទៅសុំតវ៉ាដើម្បីឲ្យដោះលែងមកវិញបានទេប៉ុន្តែបែរជាមានអ្នកជំរុញឲ្យបរទេសសម្លាប់ចោលទៅវិញនៅក្នុងនោះដែរក្រមបដិវត្តន៍បានតស៊ូនិងធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹកដើម្បីឲ្យទាន់សភាពការក៏ដូចជាសកលលោកដែលកំពុងតែច្បាំងគ្នាផងដែរយោងតាមសៀវភៅគុកនយោបាយរបស់លោកប៉ុនច័ន្ទមុលដែលជាសមាជិកម្នាក់នៃក្រមបដិវត្តន៍បានសរសេរយ៉ាងច្បាស់ផងដែរថាដោយពួកទាហានខ្មែរដែលបានតាក់ទងជាមួយនឹងលោកគ្រូអាចារ្យហែមជីវលោកនួនដួងនិងមានទាហានខ្លះដែលស្រឡាញ់បារាំងដុសស្លែនោះក៏បាននាំរឿងសម្លាប់នេះទៅប្រាប់បារាំងហើយថាអាចារ្យហែមជីវនិងលោកនួនដួងគឺជាមេដឹកនាំពួកទាហានខ្មែរដែលបានបះបោរប្រឆាំងនឹងបារាំងហើយទាហានខ្មែរចំនួន15នាក់ត្រូវបានចាប់ខ្លួនយ៉ាងស្ងាត់និងមិនឲ្យមានការបែកការឡើយរហូតមកដល់ថ្ងៃទី17ខែកក្កដាឆ្នាំ1942ស្រាប់តែគេឃើញចៅវាយកេញបារាំងម្នាក់និងលេខាធិការខ្មែរ2នាក់ដែលមានកាន់សំណុំលិខិតមួយដុំផងនោះបានទៅជួបនឹងលោកអឹងអ៊ីជារដ្ឋមន្ត្រីព្រមទាំងលោកទាសានជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការនិងមន្ត្រីឯទៀតផងដែរនៅគ្រានោះគឺលោកទាសានបានបញ្ជាឲ្យលោកជុំមួងទៅនិមន្តព្រះគ្រូអាចារ្យហែមជីវមកជួបជុំលោកជុំមួនគិតថារឿងនេះប្រហែលជាមានបញ្ហាហើយលោកជុំមួនក៏បានទៅវត្តឧណាឡោមដើម្បីនិមន្តព្រះគ្រូហែមជីវហើយលោកក៏បាននិមន្តចេញជាមួយគ្នាជាបន្ទាន់ផងដែរនៅតាមផ្លូវលោកអាចារ្យហែមជីវក៏បានសាកសួរទៅលោកជុំមួនថាពីដំណើរដែលហេតុអ្វីបានជាលោករដ្ឋមន្ត្រីមកនិមន្តលោកនេះលោកជុំមួនក៏បានទូលតាមដំណើរដែលបានឃើញនិងកំពុងតែត្រៀមនឹងកើតឡើងលុះលោកគ្រូអាចារ្យហែមជីវបានទៅដល់ស្រាប់តែលោកទាសានប្រើឲ្យបំរើទៅទិញខោអាវមួយកំភ្លេហើយបង្ខំឲ្យលោកគ្រូអាចារ្យហែមជីវផ្លាស់ប្ដូរស្បង់ជីពណ៌ពីខ្លួននិងស្លៀកពាក់ខោអាវនោះភ្លាមរួចបារាំងក៏បាននាំលោកអាចារ្យហែមជីវតាមរថយន្តទៅបាត់តែម្ដងក្រោយចេញពីធ្វើការលោកជំនួនក៏បានយករឿងនេះទៅជម្រាបដល់លោកសឹងថាញ់តាមដំណើរគ្រប់រឿងចាប់ខ្លួនព្រះគ្រូអាចារ្យហែមជីវនេះក៏បានផ្អើលឆោឡោឡើងដែលបណ្ដាលឲ្យព្រះសង្ឃក៏ដូចជានិស្សិតនៃភាសាបាលីជាន់ខ្ពស់នៃទីក្រុងភ្នំពេញមានមិត្តភ័ក្តិជាដើមក៏បានរត់ទៅរកលោកអាចារ្យហែមជីវគ្រប់គ្នានៅក្នុងពេលនោះលោកនួនដួងក៏ត្រូវបានកេញបារាំងចាប់ខ្លួនផងដែរលោកគ្រូអាចារ្យហែមជីវត្រូវបានគេចាប់ផ្សឹកដោយមិនមានការជំនុំឡើយព្រះអង្គបានសម្រក់ទឹកភ្នែកដោយព្រះអង្គតូចចិត្តថាហេតុអ្វីបានជា
ខ្មែរគ្នាឯងមិនជួយគ្នាឯងបែរជាជួយធ្វើជាកិញ្ចរបស់បារាំងទៅវិញដំណឹងដែលបារាំងបានចាប់សឹកលោកគ្រូអាចារ្យហេមជីវនេះបានធ្វើឲ្យសាមណេរសិស្សក៏ដូចជាសិស្សដែលនៅសាលាបាលីជាន់ខ្ពស់មានភាពរំជើបរំជួលជាខ្លាំងហើយបានផ្សព្វផ្សាយនៅព័ត៌មាននេះទៅគ្រប់វត្តអារាមទាំងអស់ដើម្បីពួកគេរួបរวมគ្នាប្រជុំគ្នានិងធ្វើបាតកម្មតវ៉ាដល់បារាំងដើម្បីដោះលែងលោកគ្រូអាចារ្យហេមជីវនិងលោកនួនឌួងពីទីឃុំឃាំងត្រឡប់មកវិញនៅពេលនោះដែរលោកសឹងងក់ថាញ់ក៏បានភៀសខ្លួនទៅពួននៅឯការិយាល័យរបស់កងរាជអាវុធហត្ថជប៉ុនដើម្បីគេចខ្លួនពីកំដាប់ដៃរបស់បារាំងសេះក្នុងគោលបំណងដើម្បីនាំក្រុមបដិវត្តក្នុងការរំដោះជាតិនៅឲ្យបានសម្រេចផងដែរនៅថ្ងៃទី20ខែកក្កដានៃឆ្នាំដដែលនេះប្រជារាស្ត្រខ្មែរនិងព្រះសង្ឃខ្មែរនៅទីក្រុងភ្នំពេញបានកាន់បដាហើយដើរសម្ដៅទៅវិមានទេសាភិបាលបារាំងប្រកបដោយទឹកមុខអង្អាចក្លាហាននិងខឹងសម្បាផងដែរឃើញនៅលើផ្ទាំងបដានោះមានចរិតជាពាក្យស្លោកថាយើងសូមឲ្យដោះលែងលោកគ្រូអាចារ្យហេមជីវនិងលោកនួនឌួងត្រឡប់មកវិញតែទោះបីជាមានការទាមទារឲ្យមានការដោះលែងលោកគ្រូអាចារ្យហេមជីវនិងលោកនួនឌួងយ៉ាងណាក៏ដោយក៏បារាំងមិនព្រមដោះលែងអ្នកទាំងពីរនោះឡើយហើយនៅក្នុងពេលនោះផងដែរលោកប៉ាឈឿនក៏ត្រូវបានបារាំងចាប់ខ្លួនបានផងដែរនៅចុងក្រោយអ្នកទាំង3ក៏ត្រូវបានបារាំងកាត់ទោសប្រហារជីវិតនិងបានដាក់ច្រវាក់ជើងហើយដឹកតាមកប៉ាល់ដើម្បីទៅដាក់គុកនៅឯកោះត្រឡាចអាចារ្យហេមជីវនិងអ្នកទោសនយោបាយផ្សេងទៀតត្រូវបានគេយកទៅដាក់គុកនៅឯកោះត្រឡាចហើយនឹងបានធ្វើបាបទុកទោសមនេញជាច្រើនដោយការវាយទាត់ធាក់និងធ្វើទរណកម្មផ្សេងយ៉ាងកំណាចឃោរឃៅរហូតនៃអវសាននៃជីវិតចុងក្រោយលោកគ្រូអាចារ្យហេមជីវក៏បានទទួលអនិច្ចកម្មនៅឯគុកកោះត្រឡាចក្នុងឆ្នាំ1942នេះតែម្ដងបាទហើយនេះគឺជាប្រវត្តិរូបសង្ខេបខ្លីៗតែប៉ុណ្ណោះតកតងជាមួយនឹងអាចារ្យហេមជីវហើយខ្ញុំបាទក៏សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងទាំងឡាយណាដែលខ្ញុំបានបកស្រាយហើយមានភាពមិនត្រឹមត្រូវឬក៏មានភាពចន្លោះខ្វះខាតត្រង់ណាខ្ញុំបាទធ្វើវីដេអូនេះគឺគ្រាន់តែចង់ចែករំលែកនៅចំណេះដឹងខ្លីៗហើយជាចំណេះដឹងតាក់ទងជាមួយនឹងវីរៈជនឆ្នើមនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំនឹងបន្តធ្វើស្រាវជ្រាវអំពីវីរៈជនឆ្នើមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្នដូច្នេះសូមពុកម៉ែបងប្អូនសូមជួយ Subscribe ហើយនឹងចុចរូបសញ្ញាកណ្ដឹងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តដើម្បីធ្វើវីដេអូទាក់ទងជាមួយនឹងប្រវត្តិសាស្ត្រក៏ដូចជាវីរៈជនឆ្នើមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាសូមគោរពអរគុណ